ថ្ងៃនេះសូមពុទ្ធបរិស័ទទាំងឡាយចូលត្រង់ត្រាប់ស្ដាប់នៅការសម្ដែងរបស់ខ្ញុំប្រករណាអំពីពាក្យថាធម៌ជាគូគ្នាសូមពុទ្ធបរិស័ទទាំងឡាយត្រង់ត្រាប់ស្ដាប់ដូចតទៅធម៌ទាំងឡាយមានចិត្តជាប្រធានមានចិត្តប្រសើរបំផុតសម្រេចហើយអំពីចិត្តបើបុគ្គលមានចិត្តត្រូវទោសប្រទោសហើយពូលក្តីធ្វើក្តីនៅទុច្ចរិតព្រោះទុច្ចរិតទាំងនោះទុករមែងជាប់តាមបុគ្គលនោះទៅដូចកងរទេះវិលតាមដែនជើងគូដែលកំពុងអូសទៅសាធុសប្បុរសទាំងឡាយដែលជាអ្នកចង់បាននៅស្ដីសុខសាធុសប្បុរសទាំងឡាយគួរតែជៀសវាងគួរតែកិច្ចអំពីអំពើអកុសលអំពីអំពើទុច្ចរិតដែលខ្លួនបានសាងដែលខ្លួនបានធ្វើនាពេលបច្ចុប្បន្នឬក៏ពេលអតីតកន្លងមកហើយកាលណាបើខ្លួនរលឹកឃើញកាលណាបើខ្លួនដឹងនៅអំពើទាំងនោះថាជាអំពើទុច្ចរិតអំពើជាអកុសលគួរតែជៀសគួរតែវាងជៀសឲ្យផុតវាងឲ្យបាននៅអំពើទុច្ចរិតទាំងអស់នោះព្រោះអំពើទុច្ចរិតទាំងអស់នោះជាអំពើគួរឲ្យស្អប់ជាអំពើគួរឲ្យខ្ពើមជាអំពើដែលអ្នកផងត្រូវតែជៀសវាងព្រោះហេតុអីកាលណាបើអំពើទុច្ចរិតទាំងអស់នោះឲ្យផលមកដល់បុគ្គលនោះហើយបុគ្គលនោះឯងនឹងរងទុក្ខទោសព្រោះតែអំពើទុច្ចរិតទាំងនោះជាពុំខានហេតុដូច្នេះអំពើទុច្ចរិតអ្នកណាម្នាក់ក៏មិនចង់បាននរណាម្នាក់ក៏មិនចង់ឃើញនរណាម្នាក់ក៏មិនចង់ជួបមិនចង់ឮមិនចង់ដឹងនៅអំពើទាំងអស់នោះឡើយព្រោះអីជាអំពើទុច្ចរិតដែលជាហេតុនាំឲ្យខ្លួនឯងសៅហ្មងចិត្តដែលជាហេតុនាំឲ្យខ្លួនឯងនារីព្រាត់ប្រាសដល់ក្រុមគ្រួសារប្តីប្រពន្ធកូនចៅជានានាជនទាំងឡាយគួរតែជៀសវាងឲ្យបាននៅអំពើទាំងអស់នោះបើអ្នកទាំងឡាយដឹងថាអំពើទាំងអស់នោះរងទុក្ខទោសលំបាកយ៉ាងណានោះប្រហែលជាអ្នកទាំងឡាយមិនបៀតបៀនអ្នកទាំងឡាយមិនទៅពៀធាអ្នកទាំងឡាយមិនទៅធ្វើបាបអ្នកទាំងឡាយមិនទៅធ្វើទុក្ខបុកម្នេញនៅសត្វទាំងអស់នោះនៅបុគ្គលទាំងអស់នោះឡើយឧបមាដូចជាបរិសម្នាក់ដែលជាអ្នកសម្លាប់ជ្រូកនៅក្នុងសម័យពុទ្ធកាលបរិសនោះឯងមិនដែលបានធ្វើនៅអំពើល្អមិនដែលបានធ្វើបុណ្យមិនដែលបានធ្វើកុសលជាមួយនឹងព្រះមានព្រះភិក្ខកាលដែលព្រះអង្គគង់នៅនោះឡើយសូម្បីតែបុគ្គលដែលជាសាវកដទៃទៀតក៏មិនដែលបានធ្វើបុណ្យធ្វើកុសលជាមួយដែរបរិសនោះគឺធ្វើតែអំពើទុច្ចរិតគាត់បានកាប់សម្លាប់ជ្រូកជារៀងរាល់ថ្ងៃជារៀងរាល់វេលាគាត់ធ្វើនៅអំពើទុច្ចរិតទាំងអស់នេះដោយហេតុគាត់គិតឃើញថាដើម្បីចិញ្ចឹមជីវិតដើម្បីចិញ្ចឹមក្រពះដើម្បីចិញ្ចឹមខ្លួនដើម្បីចិញ្ចឹមកូនប្រពន្ធដើម្បីចិញ្ចឹមក្រុមគ្រួសារយកសាច់ទាំងអស់នោះយកទៅលក់ដើម្បីបានលុយបានថវិកាយកមកទ្រទ្រង់ជីវភាពក្រុមគ្រួសាររបស់ខ្លួនតែបុគ្គលនោះមិនបានដឹងទេថាអំពើទុច្ចរិតទាំងអស់នោះដែលខ្លួនធ្វើទៅទុកទាំងអស់នោះនឹងត្រឡប់មករកខ្លួនឯងវិញលុះពេលបរិសនោះឯងចាស់ជរាទៅពាក្យនោះក៏តាមមកដល់ធ្វើឲ្យគាត់មានជំងឺបៀតបៀននៅក្នុងខ្លួនសត្វជ្រូកដែលគាត់សម្លាប់ស្រែកយ៉ាងណាបរិសនោះឯងក៏ស្រែកដូចជាសំឡេងសត្វជ្រូកនឹងអញ្ចឹងដែរក្រុមគ្រួសារកូនចៅទាំងអស់គ្នាมันអាចជួយគាត់បានมันអាចព្យាបាលនៅរោគទាំងអស់នោះឲ្យជាបានគឺមានតែយកឪពុករបស់ខ្លួននោះទៅឃុំក្នុងផ្ទះមួយឆ្ងាយអំពីគេចាក់សោពីខាងក្រៅឲ្យគាត់នៅក្នុងផ្ទះនោះគាត់ទួញទ្រហោយំស្រែកដូចជាសំឡេងជ្រូកនៅក្នុងផ្ទះនោះរហូតដល់គាត់ដាច់ជីវិតទៅនេះគឺជាទុក្ខទោសដែលបុគ្គលបានសាងបានធ្វើនៅអំពើទុច្ចរិតបុគ្គលណាដែលបានធ្វើហើយបុគ្គលនោះឯងនឹងទទួលរងនៅអំពើទាំងអស់នោះឯងនឹងទទួលនៅបាបកម្មទាំងអស់នោះវិញដែលខ្លួនបានសាងបានធ្វើទាំងប៉ុន្មានដូច្នេះសាធុសប្បុរសទាំងឡាយគួរតែជៀសវាងឲ្យផុតនៅអំពើទុច្ចរិតទាំងអស់នោះ
ព្រោះជាអំពើដែលមនុស្សគ្រប់រូបមិនប្រាថ្នាមិនចង់បានមិនចង់ជួបនាពេលបច្ចុប្បន្ននិងពេលអនាគតបើអ្វីដែលយើងមិនចង់បានអ្វីដែលយើងមិនចង់ឃើញអ្វីដែលយើងមិនត្រូវការមិនគួរប្រព្រឹត្តមិនគួរធ្វើទើបជាមង្គលសូមអនុមោទនា